ទម្លាប់ល្អៗរបស់អ្នកមានដែលពួកគេអនុវត្តជារៀងរាល់ថ្ងៃតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សម្នាក់ៗមានរយៈពេល24ម៉ោងស្មើគ្នាប៉ុន្តែលទ្ធផលនៃជីវិតបែរជាខុសគ្នាដាច់ស្រឡះទៅវិញភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រមិនមែនស្ថិតនៅលើវាសនាទាំងស្រុងនោះទេប៉ុន្តែវាស្ថិតនៅលើទម្លាប់ដែលពួកគេអនុវត្តជារៀងរាល់ថ្ងៃបើយើងសង្កេតមើលឲ្យស៊ីជម្រៅយើងនឹងឃើញថាអ្នកមានពិតប្រាកដតែងតែចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេតាំងពីព្រលឹមខណៈដែលពិភពលោកកំពុងគេងលក់ព្រោះពួកគេយល់ថាការគ្រងរាជ្យលើពេលវេលានៅពេលព្រឹកគឺជាការគ្រងរាជ្យលើភាពជោគជ័យពេញមួយថ្ងៃទម្លាប់នៃការក្រោកពីព្រលឹមនេះមិនមែនគ្រាន់តែដើម្បីធ្វើការឲ្យបានច្រើននោះទេប៉ុន្តែគឺជាការផ្ដល់ពេលវេលាឲ្យខ្លួនឯងបាននៅស្ងៀមស្ងាត់ដើម្បីរៀបចំផែនការរំពឹងទុកពីឧបសគ្គនិងតម្រង់ទិសដៅជីវិតឲ្យបានច្បាស់លាស់មុននឹងចាប់ផ្ដើមប្រកួតប្រជែងជាមួយពិភពខាងក្រៅអ្វីដែលកាន់តែពិសេសទៀតនោះគឺទម្លាប់នៃការរៀនសូត្រមិនចេះចប់អ្នកមានមិនដែលគិតថាខ្លួនឯងដឹងគ្រប់យ៉ាងនោះទេផ្ទុយទៅវិញពួកគេគឺជាអ្នកអានដ៏ជក់ចិត្តនិងជាអ្នកស្ដាប់ដ៏ល្អបំផុតពួកគេចំណាយពេលយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃដើម្បីអានសៀវភៅឬស្ដាប់ព័ត៌មានដែលជួយអភិវឌ្ឍខួរក្បាលព្រោះពួកគេជឿថាចំណេះដឹងគឺជាទ្រព្យសម្បត្តិដោយគ្មាននរណាម្នាក់អាចលួចយកបានហើយវាក៏ជាដើមទុនដែលផ្ដល់ការប្រាក់ខ្ពស់បំផុតក្នុងជីវិតទន្ទឹមនឹងការអភិវឌ្ឍចំណេះដឹងពួកគេក៏មានទម្លាប់គ្រប់គ្រងលុយកាក់យ៉ាងតឹងរ៉ឹងបំផុតដែរអ្នកមានមិនមែនជាអ្នកដែលចាយវាយតាមចិត្តចង់នោះទេប៉ុន្តែពួកគេជាអ្នកដែលចេះបែងចែករវាងតម្រូវការចាំបាច់និងការចង់បានតាមអារម្មណ៍ពួកគេចាយវាយដើម្បីវិនិយោគទៅលើអ្វីដែលបង្កើតចំណូលបន្ថែមមិនមែនចាយដើម្បីបង្អួតភ្នែកអ្នកដទៃឡើយទម្លាប់សំខាន់មួយទៀតដែលធ្វើឲ្យពួកគេមិនងាយនឹងធ្លាក់ខ្លួនក្រគឺការសាងទំនាក់ទំនងជាមួយមនុស្សដែលមានថាមពលវិជ្ជមានអ្នកមានយល់ច្បាស់ថាខ្លួនយើងគឺជាមធ្យមភាពនៃមនុស្ស5នាក់ដែលយើងនៅក្បែរបំផុតដូច្នេះពួកគេតែងតែជ្រើសរើសរាប់អានមនុស្សដែលពូកែជាងខ្លួនមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនិងមនុស្សដែលចេះលើកទឹកចិត្តគ្នាទៅវិញទៅមកពួកគេមិនចំណាយពេលទៅលើការនិយាយដើមគេឬការត្អូញត្អែងពីប្រេងវាសនានោះទេប៉ុន្តែពួកគេចំណាយពេលពិភាក្សាអំពីគំនិតនិងឱកាសថ្មីៗក្រៅពីភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុនិងទំនាក់ទំនងពួកគេក៏មិនដែលបំភ្លេចការមើលថែសុខភាពរាងកាយដែរអ្នកមានដឹងថាទោះបីមានលុយរាប់លានដុល្លារក៏គ្មានន័យដែរប្រសិនបើរាងកាយទ្រុឌទ្រោមដូច្នេះការហាត់ប្រាណនិងការញ៉ាំអាហារដែលមានប្រយោជន៍គឺជាផ្នែកមួយនៃការវិភាគការងារដែលមិនអាចខ្វះបានជាចុងក្រោយទម្លាប់ដែលអស្ចារ្យបំផុតរបស់បុគ្គលជោគជ័យគឺការមិនបោះបង់និងការមានវិន័យលើខ្លួនឯងពួកគេមិនធ្វើការតាមអារម្មណ៍ឡើយទោះបីជាហត់នឿយឬចង់ឈប់សម្រាកយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តធ្វើអ្វីដែលត្រូវធ្វើរហូតដល់ចប់សពគ្រប់ពួកគេមើលឃើញបញ្ហាជាមេរៀននិងមើលឃើញបរាជ័យជាគ្រូបង្រៀននៅពេលអ្នកចាប់ផ្ដើមបណ្ដុះទម្លាប់ទាំងនេះឲ្យក្លាយជាផ្នែកមួយនៃជីវិតអ្នកនឹងឃើញថាភាពមានបានមិនមែនជារឿងចៃដន្យឡើយប៉ុន្តែវាគឺជាផលតបស្នងនៃសកម្មភាពដែលអ្នកបានសាបព្រោះវាជារៀងរាល់ថ្ងៃចូលសាងទម្លាប់ល្អៗចំពោះខ្លួនឯងនៅក្នុងឆ្នាំថ្មីពីព្រោះថាទម្លាប់ល្អនឹងធ្វើឲ្យជីវិតរបស់អ្នកមានតែរឿងល្អៗសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe Channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more